ចាជំរាបសួរសូមស្វាគមន៍សាជាថ្មីមកកាន់ podcast គន្លឹះចិញ្ចឹមកូនដែលនៅក្នុងវគ្គនេះផងដែរយើងនឹងលើកយកនៅប្រធានបទមួយយកមកចែករំលែកតាក់ទងជាមួយនឹងថាតើភាពខុសគ្នារវាងអំពើហិង្សានិងវិន័យតើខុសគ្នាបែបណាចាអញ្ចឹងកុំឲ្យខាត់ពេកយើងចូលទៅកាន់ប្រធានបទយើងតែម្ដងដោយដែលអ្នកទាំងអស់គ្នាដឹងហើយថាអំពើហិង្សាគឺជាការប្រើហិង្សាទៅលើកូនតូចៗរបស់យើងជាពិសេសទៅលើកុមារក្រោម5ឆ្នាំហ្នឹងណាគឺជារឿងមួយដែលអត់ត្រឹមត្រូវទេអញ្ចឹងអំពើហិង្សាវាអាចកើតឡើងជាច្រើនរូបភាពដូចដែលយើងបាននិយាយនៅក្នុងវគ្គមុនអញ្ចឹងណាគឺវាអាចមានជារូបភាពនៅក្នុងការវាយដំអាចជារូបភាពតាមរយៈការប្រើពាក្យសម្ដីឬក៏សំបីតែត្រឹមរូបភាពដែលយើងទុកកូនយើងចោលបោះបង់ពួកគាត់អត់ខ្វល់ខ្វាយពីពួកគាត់អាហ្នឹងក៏ជារូបភាពមួយនៃអំពើហិង្សាដែរដែលយើងបានទៅចែកគ្នានៅក្នុងភាគមុនណាក៏ប៉ុន្តែភាគនេះយើងមកនិយាយថាតើនេះអំពើហិង្សានេះដែលយើងដឹងហើយថាវាអត់ល្អទេវាផ្ដល់ផលប៉ះពាល់ទៅលើទាំងផ្នែកបញ្ញាស្មារតីទៅលើរូបរាងកាយទាំងរយៈពេលខ្លីនិងរយៈពេលវែងហ្នឹងណាតើវាខុសគ្នាជាមួយនឹងវិន័យបែបណាអញ្ចឹងសូមស្ដាប់ឲ្យច្បាស់ណាវិន័យមិនមែនពិន័យទេការដាក់ពិន័យនិងការរៀបចំឲ្យមានវិន័យគឺខុសគ្នាអញ្ចឹងនៅពេលដែលយើងរៀបចំឲ្យមានវិន័យល្អត្រឹមត្រូវទៅលើកូនយើងនោះវានឹងផ្ដល់នៅផលវិជ្ជមានជាជាងការប្រើអំពើហិង្សាឬមួយក៏ដាក់ពិន័យដោយរូបភាពផ្សេងៗមិនថាជាការវាយដំឬក៏ដាក់ពិន័យដោយការទុកគាត់ចោលឬក៏បង្ហាញនៅភាពស្អប់ខ្ពើមឯអាហ្នឹងគឺសិតតែជារឿងមួយដែលខុសតើការរៀបចំកូនយើងឲ្យក្លាយទៅជាមនុស្សដែលមានវិន័យហ្នឹងណាគួរគប្បីធ្វើមិនខ្លះនៅក្នុងហ្នឹងវាមាន5ជំហានដែល5ចំណុចហ្នឹងយើងអាចអនុវត្តបានឲ្យវាជាប្រចាំទៅនោះវានឹងអាចคล้ายទៅជាវិន័យមួយដ៏រឹងមាំដែលវាคล้ายទៅជាគ្រឹះនៅក្នុងការកែប្រែអាកប្បកិរិយារបស់កូនយើងឲ្យទៅជាមនុស្សដែលល្អហើយអញ្ចឹងមិនបានន័យថាអូតើតែយើងត្រូវវាយដំគាត់ត្រូវតែដាក់ពិន័យគាត់ត្រូវតែប្រើហិង្សាមួយគាត់អានឹងបានគាត់คล้ายជាក្មេងល្អហើយទី1គឺគេហៅថាទម្លាប់ជាប្រចាំទម្លាប់ជាប្រចាំនោះមានន័យថាយើងត្រូវឲ្យគាត់យល់អំពីថាបើសិនជាគាត់ធ្វើរឿងហ្នឹងរឿងអាក្រក់មួយទៀតឬក៏ផលប៉ះពាល់ដែលតាក់ទងជាមួយនឹងទង្វើរបស់គាត់ដែលកំពុងធ្វើហ្នឹងវានឹងកើតមានឡើងថាបើយើងឲ្យនំគាត់ញ៉ាំឬក៏ឲ្យទឹកដោះគោគាត់ញ៉ាំនៅពេលដែលគាត់អត់ព្រមញ៉ាំគាត់ខឹងគាត់ងក់ងគាត់ចាក់ទឹកដោះគោនឹងចោលអញ្ចឹងផលលំបាកនៃការចាក់ទឹកដោះគោចោលគឺគាត់នឹងមិនបានទទួលកៅថ្មីមួយទៀតទេចាហើយចំណុចទី2ហ្នឹងគឺតាក់ទងជាមួយនឹងការប្រស្រ័យតាក់ទងអញ្ចឹងពួកគាត់គឺជាក្មេងដែលតូចៗអញ្ចឹងគាត់រៀនសូត្រគ្រប់យ៉ាងតាមបទពិសោធន៍ថ្មីដែលគាត់ទើបតែរៀនសូត្របានជាពិសេសពីយើងនឹងតែម្ដងអញ្ចឹងការបញ្យល់ពួកគាត់ពីហេតុនិងផលឲ្យគាត់ដឹងថានៅពេលដែលគាត់ធ្វើទង្វើអីណាមួយនឹងជួបនៅផលណាមួយអាហ្នឹងវាបង្រៀនឲ្យពួកគាត់យល់ដឹងពីបទពិសោធន៍ថ្មីតាមរយៈការប្រាប់ឬមួយក៏ទំនាក់ទំនងពីយើងនឹងផ្ទាល់តែម្ដងចាចំណុចទី3នោះគឺតាក់ទងទៅនឹងការធ្វើជាគំរូអញ្ចឹងបើយើងធ្វើជាមនុស្សដែលមានវិន័យល្អជាមនុស្សដែលមានហេតុផលជាមនុស្សដែលផ្ដល់នូវក្តីស្រឡាញ់ជាមនុស្សដែលស្ដាប់អាហ្នឹងគឺពួកគាត់អនុវត្តតាមយើងហើយមួយទៀតនោះចំណុចទី4ហ្នឹងក៏តាក់ទងជាមួយនឹងគេហៅថាការធ្វើមិនក៏ដោយឲ្យពួកគាត់ហ្នឹងមានពេលនៅក្នុងការរងាប់អារម្មណ៍ចឹងណាអញ្ចឹងពេលខ្លះពួកគាត់ខឹងយើងមិនមែនទៅខឹងកំហឹងទល់កំហល់មួយពួកគាត់ដែលជាក្មេងៗហ្នឹងឯងហើយនៅពេលដែលកំហឹងទល់កំហល់ហ្នឹងហើយមិនត្រឹមតែមិនបានបង្រៀនកូនយើងឲ្យក្លាយទៅជាមនុស្សមានវិន័យល្អទេបែរជាខ្លួនយើងហ្នឹងទៅជ្រុលដៃប្រើអំពើហិង្សាដែលយើងឲ្យឈ្មោះអំពើហិង្សាហ្នឹងថាជាការដាក់ពិន័យវិញកូនឯងធ្វើអត់ល្អម៉ែដាក់ពិន័យកូនឬក៏ប៉ាដាក់ពិន័យកូនមែនទេការពិតទៅអាហ្នឹងគឺជាការរំសាយកំហឹងរបស់ខ្លួនឯងថាយើងត្រឡប់ពេលដែលយើងរងាប់អារម្មណ៍ខ្លួនឯងកូនយើងក៏បានស្ងប់បន្តិចយើងត្រឡប់មកទៅចែកគ្នាវិញយើងចាប់ផ្ដើមបញ្យល់ពួកគាត់ពីហេតុនិងផលវិញថាហេតុអីទង្វើបែបហ្នឹងអត់គួរធ្វើហើយហេតុអីទង្វើបែបនេះគឺគួរធ្វើចាហើយចំណុចចុងក្រោយមួយទៀតដែលនឹងខ្ញុំចង់លើកឡើងជាកលឹះផងដែរហ្នឹងគឺតាក់ទងជាមួយនឹងការសរសើរនៅអំពើល្អរបស់ពួកគាត់អញ្ចឹងបើកូនឃើញកូនធ្វើអីត្រូវឆាប់សរសើរគាត់ឲ្យគាត់ដឹងថាអូទង្វើហ្នឹងត្រូវ
ទង្វើនឹងល្អចាអញ្ចឹងវាពិតជាសំខាន់ខ្លាំងណាស់ដែលយើងបង្រៀនកូនយើងឲ្យក្លាយទៅជាមនុស្សដែលមានវិន័យនិងទម្លាប់ល្អហើយត្រូវចែកឲ្យដាច់ណារវាងវិន័យនិងពិន័យអញ្ចឹងអំពើហិង្សាមួយចំនួនណាវាបង្កប់ខ្លួននៅក្នុងពាក្យថាពិន័យនឹងឯងប៉ាដាក់ពិន័យកូនម៉ាក់ដាក់ពិន័យកូនព្រោះចង់ឲ្យកូនល្អបង្កើតនៅមនុស្សដែលមានវិន័យល្អបង្រៀនកូនឲ្យក្លាយទៅជាកូនដែលមានវិន័យល្អជាជាងការដាក់ពិន័យពួកគាត់ព្រោះអីចង់រំសាយកំហឹងរបស់ខ្លួនឯងនេះប៉ាម៉ាក់ណាក៏ស្រឡាញ់កូនដែរក៏ប៉ុន្តែពេលខ្លះអារឿងតិចតួចយើងអត់បានចាប់អារម្មណ៍ហ្នឹងណាវាបង្កប់ខ្លួននៅក្នុងពាក្យមួយដែលយើងយល់ថាលើកទឹកចិត្តឲ្យយើងធ្វើវាឧទាហរណ៍ថាបើសិនជាគាត់ធ្វើអីខុសយើងវាយគាត់យើងស្រែកឲ្យគាត់យើងស្ដីឲ្យគាត់យើងទុកគាត់ចោលមើលកុំខ្វល់មើលអាពេលខ្លះអាហ្នឹងយើងគិតថាវាជាពិន័យដែលចង់ឲ្យគាត់ខ្លាយទៅជាក្មេងល្អក៏ប៉ុន្តែពេលខ្លះអាពិន័យហ្នឹងណាវាអាចជាផលប៉ះពាល់ហើយអំពើហិង្សាក្នុងរូបភាពផ្សេងៗហ្នឹងវាលាក់ខ្លួននៅក្នុងពាក្យពិន័យហ្នឹងឯង